Hello សួស្តីបងប្អូនស្វាគមន៍មកកាន់ Channel ប៉ាអំ VI នៅថ្ងៃនេះគឺយើងមកបន្តពីទី115នៃរឿងគុជអមតៈធានីបន្តសាច់រឿងចាប់ផ្ដើមរយៈពេល6ខែបានកន្លងផុតអាខ្លាគឺកំពុងតែសង្កេតមើលទាហាននៅខាងក្រៅនិយាយថាពួកយើងមិនអាចរងចាំទៀតទេដូនតាគាត់គឺមិនទាន់ត្រឡប់មកវិញឡើយទាហានចង្រៃយកទាំងនេះពួកគេគឺស្ថិតក្រោមការបញ្ជារបស់ស៊ីម៉ឺយ៉ាន់កាន់តែប្រេះផ្ដាទៅហើយនៅក្នុងការកម្ចាត់ពួកយើងទៅពីវាគឺជាពេលវេលាមុននឹងក្រោយតែប៉ុណ្ណោះសួរអាដា3លើកចុងក្រោយតើចាក់ចេញពីទីកន្លែងនេះដែរអត់អាដា3និយាយហើយដូនតាគឺបានបញ្ជាពួកយើងរងចាំគាត់នៅក្នុងជំរំនេះអញ្ចឹងឯងគួរណាតែរងចាំទៅអាខ្លាគេគឺមិនចង់ដេករងចាំការស្លាប់ឡើយគេក៏បានសម្រាប់ខ្លួនចាក់ចេញតែក៏ត្រូវបានស៊ីម៉ឺយ៉ាន់ប្រដាប់កម្លាំងឃុំឃាំងគេជាប់និយាយថាមេត្រាទី1នៃច្បាប់ជួរកងទ័ពប្រសិនបើនរណាគេរត់ចាក់ចេញពីជំរំគឺទទួលទោសប្រហារជីវិតអាខ្លាបានជាប្រកាយខ្ញុំគឺមិនមែនជាទាហានរបស់លោកទេនៅថ្ងៃនេះខ្ញុំគឺចង់ត្រឡប់ទៅកាន់គូស្ព័ន្ធរបស់ខ្ញុំវិញវាគ្មានអ្វីពាក់ព័ន្ធជាមួយនឹងលោកឡើយតែស៊ីម៉ឺយ៉ាន់មិនខ្វល់ទេបរងតែសម្រាប់អាខ្លាហើយតែអាដាប់3លុតមកពីក្រោយនិយាយថាជប់សិនប្រប្រាស់ស្និកក្តាប់ដៃទៅរារាំងតែក៏ត្រូវបានស៊ីម៉ឺយ៉ាន់ចាប់អាដាប់3ជាប់ដដែលដែលបាននិយាយលើកឡើងតែទៅជាមួយនឹងច្បាប់មាត្រាទី8នៃជួរកងទ័ពមានចេតនាបំពងធ្វើបាបថ្នាក់លើគឺទទួលទោសប្រហារជីវិតដែរអាដាប់3ក៏បាននិយាយគម្រាមអញ្ចឹងណាប្រសិនបើលោកសម្រាប់ពួកយើងនៅពេលដែលបុព្វបុរសរបស់ខ្ញុំមកប្រកាសជានឹងតាមដានសង្កេតបញ្ហាទាំងអស់នេះហើយស៊ីម៉ឺយ៉ាន់គេគឺមិនខ្វល់ឡើយឯងគឺជាឆ្កែបំរើដែលស្មោះត្រង់ជាមួយនឹងម្ចាស់ខ្លាំងណាស់ប៉ុន្តែគួរស្ដាយម្ចាស់របស់ឯងនៅពេលនេះក៏ត្រូវបានគេបណ្ដេញចោលហើយគឺគ្មានថ្ងៃអាចមករកខុសត្រូវឯងបានទេប្រាប់កម្លាំងដុតបញ្ឆេះជំរំរបស់វ៉ាងលេនខ្ទេញអាដា3គេពិតជាខឹងខ្លាំងណាស់សម្រាប់ខ្ញុំបានតែហាមប្រមាថដូនតារបស់ខ្ញុំប្រាប់ប្រាស់ស្នេកក្តាប់ដៃវាយជាមួយនឹងស៊ីម៉ឺយ៉ាន់ផ្ទុះផាងតែក៏ត្រូវបានស៊ីម៉ឺយ៉ាន់ចាប់ចំបាច់កគេជាប់បរងតែសម្រាប់អាដា3ទៅហើយតែមេមនុស្សម្នាក់បាននិយាយថាស៊ីម៉ឺយ៉ាន់ជប់សិនគេមាននេះគឺមានឈ្មោះថាហេកុនដែលជាមេបញ្ជាការថ្មីដូច្នេះវ៉ាងលៀននៅក្នុងវិមានអមតៈក៏បានផ្ចាត់ដឹងខ្លួនវិញមិនដឹងថាដីលឹងលក់រយៈពេលប្រហែលថ្ងៃទេចុះដៃច្រត់ទៅលើដីងឹបឡើងទៅលើផ្ទុះសេភីនៅកម្លាំងដកខ្លាំងទើបវ៉ាងលៀនដឹងថាកម្រិតនៃការវឹកហាត់ត្រូវបានបំបែកឈានទៅដល់កម្រិតទី6ដំណាក់កាលកំពូលគឺដោយសារតែស្រែអមតៈនៅពេលនេះនៅសល់9ដំណាក់ទៀតខ្ញុំគឺត្រូវតែរក្សាទុកវាឲ្យបានល្អនឹងផ្លាទីចាក់ចេញមកក្រៅគិតក្នុងចិត្តដោយការធ្វើដំណើរនៅពេលនេះគឺទទួលបានផ្លែផ្កាច្រើនណាស់ដែលបានបំបែកកម្រិតហើយម្ចាស់ទៀតក៏ទទួលបានលើថងផ្ទុករបស់យ៉ាងស៊ីស៊ឺផងដែរដែលពឹងផ្អែកទៅលើកម្លាំងបច្ចុប្បន្នរបស់វ៉ាងលៀននៅពេលនេះគឺអាចបំបែកត្រាំងឃុំខាំងនៅលើថងផ្ទុកនេះបានយ៉ាងងាយថងផ្ទុកទី1គឺសុទ្ធតែជាត្បូងអមតៈជាច្រើនគឺគ្រប់គ្រាន់ឲ្យវ៉ាងលៀនបំបែកទៅដល់កម្រិតទី7បានរយៈពេលកន្លះម៉ោងកន្លងផុតវ៉ាងលៀនគឺបានថងផ្ទុកបាន4នៅក្នុងថងផ្ទុកនឹងគឺមានក្បួននៃការបង្កើត teleport គឺដូចជាក្របថ្នាំជិមពលឹងជាច្រើនផងដែរមិននឹងថាក្របថ្នាំមួយណាពិតនិងក្របថ្នាំមួយណាខ្លែងខ្លាយទេបើនិយាយតាក់ទងជាមួយនឹងក្បួននៃការបង្កើត teleport គឺអាច teleport ចាក់ចេញទៅក្រៅបានទៀតផងចំណែកឯថងផ្ទុកទី5នេះវ៉ាងលៀនបរងតែបំបែកវាហើយសង្កេតឃើញថាមានចេតនាសម្លាប់យ៉ាងខ្លាំងបើតាក់ទងជាមួយនឹងត្រាឃុំខាំងនេះប្រកាសជាត្រូវបានបង្កើតដោយឪពុករបស់យ៉ៅស៊ីស៊ឺជាមិនខានបើសិនបើអ្នកផ្សេងបំបែកវាដោយបង្ខំប្រកាសជានឹងត្រូវបានផ្ទុះខ្លួនស្លាប់ចឹងវ៉ាងលៀនមិនបំបែកវាទេយកវាទៅរក្សាទុកសិនពិនិត្យមើលក្បួននៃការបង្កើត teleport នេះគឺត្រូវបានឆ្លាក់ដោយអក្សរយ៉ៅស៊ីស៊ឺនាងប្រកាសជាអ្នកធ្វើជាមិនខានម្ចាស់ទៀតក្បួននៃការបង្កើត teleport នេះអន្តរីឈាមប្រកាសជាអ្នកកសាងឡើងហើយដើម្បីចេញចូលទៅវិមានអមតៈពុសិនបើវ៉ាងលៀនលុបបំបត្តិជាមួយសញ្ញានេះតាំងបង្ខំផ្ដេសផ្ដាប្រកាសជានឹងត្រូវបានបែកការដូច្នេះវ៉ាងលៀនក៏បានយកទងហាមឃាត់ចេញមកដំណើរការជាក្បួនជាច្រើនហើយពុសិនបើនរណាគេម្នាក់ធ្វើដំណើរមកប្រកាសជាត្រូវបានចប់នៅក្នុងក្បួនការរឹតបន្តឹងទាំងអស់នេះហើយនឹងបានផ្លាស់ទីចាក់ចេញយើងកាត់បំពេញជរុំកនតបពីដៃខ្មែរនេះវិញស៊ីម៉ាយ៉ាន់និយាយថាបន្តពីមេវិជាកាត់ថ្មីហេគុនគ្រប់គ្រងរយៈពេល6ខែកន្លងមកនេះទាហានរបស់ពួកយើងគឺពិជាស្មោះត្រង់ជាមួយនឹងមេវិជាការណាប៉ុន្តែព្រាមបរិយាកាសនីតិនេះក៏បានប្រែប្រួលពុបពេញទៅដោយភ្នែកបន្ទោលកម្លាំងខ្យល់បានបក់បោកមកវ៉ាងលៀននិយាយថានៅពេលនេះជំរងកងទ័ពរបស់ខ្ញុំត្រូវបានផ្លាស់ប្ដូរហើយស៊ីម៉ឺយ៉ាន់គេពិជាខ្ជិបវ៉ាងលៀនតើឯងហេតុអ្វីបញ្ជាត្រឡប់មកវិញចឹងហេគុនគេក៏បានយកទងបញ្ជាកងទ័ពចេញមកហ៊ានចូលមកក្នុងជំរងកងទ័ពរបស់ខ្ញុំដោយគ្មានការអនុញ្ញាតគឺត្រូវតែសម្លាប់ក្បួនកងទ័ពទាំង5ក្រុមក៏បានដំណើរការចេញជាខែការពារទាំង5ហើយស៊ីម៉ឺយ៉ាន់គឺបានប្រប្រាស់ដុំភ្លើងសัตว์ខ្លារបស់គេចូលទៅកម្ចាត់វ៉ាងលៀនគ្រាន់តែនិយាយថាថយចេញទៅវាយស៊ីម៉ឺយ៉ាន់ឡើងដួលខ្ពាកបំបែកនៅខែការពារទាំង5ខ្ទេចលោតចុះក្រាំនិងបញ្ចេញនឹងកម្លាំងខ្សែភាយធ្វើឲ្យហេគុននឹកស្មានមកដល់ទេមានការខ្ជិបកម្លាំងនៃការវឹកហាត់មនុស្សម្នាក់នេះតើជាជ្រៅកម្រិតណាទៅហ
ហេកុននិយាយសួរវ៉ាងលិនតើលោកមកនៅពេលនេះមានបំណងចេតនាថាចង់បានអីវ៉ាងលិននិយាយថាចូលរួមកងទ័ពនេះវាគឺជារបស់ខ្ញុំតែឯងគិតមើលថាខ្ញុំគឺចង់បានអីតែហេកុនគេនិយាយតបទៅវិញឯងគឺបានបាត់ខ្លួនរយៈពេល1ឆ្នាំហើយអញ្ចឹងឯងតំណែងរបស់ឯងគឺត្រូវបានដកចេញដោយមេបិសាចថ្មីហើយទៅវ៉ាងលិនដឹងថាខ្ញុំគឺបានស្វឹងដេកលងលក់នៅក្នុងវិមានអមតៈពេលវេលាគឺកន្លងហួសទៅ1ឆ្នាំបាត់ហើយអញ្ចឹងឯងគេបានបញ្ចេញកម្លាំងនិយាយសួរថាតើមនុស្សក្រមបង្គាប់របស់ខ្ញុំពួកគេស្ថិតនៅទីណាហេកុនគិតក្នុងចិត្តប្រសិនបើខ្ញុំសូមចុះចាញ់មនុស្សម្នាក់នេះខ្ញុំគឺមិនអាចរក្សាតំណែងរបស់ខ្ញុំទៀតទេបញ្ចេញស្នៀតអណ្ដើកថ្មចេញទៅវ៉ាងលិនដើរទៅមុខមួយជំហានបញ្ចេញកម្លាំងស្ពីតជន់ទៅលើអណ្ដើកថ្មរបស់ហេកុនសម្បកអណ្ដើកថ្មរបស់អញមិនគ្រប់គ្រាន់ទប់ទល់ជាមួយនឹងខ្ញុំទេអញ្ចឹងក៏ត្រូវបានវ៉ាងលិនបំបែកខ្ទេញប្រើកម្លាំងស្ពីតបន្ថែមទៀតធ្វើឲ្យហេកុនលុតជង្គង់ចុកក្រឹបទៅនឹងដីចាប់យកស៊ីមចាន់មកសួរគេបាននិយាយប្រាប់ហើយរយៈពេលកន្លះឆ្នាំបន្ទាប់ពីអញបានបាត់ខ្លួនណាពួកគេទៅពីក៏ត្រូវបានចាប់ទៅដែរមិនដឹងថាទៅណាទេវ៉ាងលិនប្រើប្រាស់កម្លាំងពិនិត្យមើលការចងចាំរបស់ស៊ីមចាន់មើលឃើញទិដ្ឋភាពរបស់កាត់ឡើងការពីមុនអញ្ចឹងណាដល់នៅពេលនោះហេកុនមកដល់គឺថាមនុស្សម្នាក់នេះគេមានកាយសម្បត្តិរឿងមមប្រហែលជាមានផលប្រយោជន៍ទៅដល់ស្ដេចបិសាចហើយចំណែកឯខ្លាំងក៏ត្រូវបានឃុំឃាំងនៅក្នុងគុកក៏បាត់ដំណឹងសូនឈឹងផងដែរល្អណាស់ឯងគឺហ៊ានធ្វើបាបមនុស្សក្រមអាវ៉ាត់របស់ខ្ញុំអញ្ចឹងឯងទៅងាប់ទៅសម្រាប់ស៊ីមយ៉ាននឹងយកកម្លាំងធម្មពលបិសាចយកមកលើសាតុងហើយក៏បានលុបបំបត្តិកម្លាំងសម្ពាធសួរទៅកាន់ហេកុនម្ដងទៀតតើអាដបីត្រូវបានឃុំឃាំងនៅទីណាហេកុននិយាយប្រាប់ហើយតាមបញ្ជាមេវិសាចបញ្ជាមកគឺត្រូវតែតាមស្វែងរកមនុស្សដែលមានកាយសម្បត្តិរឿងមមហេកុនសង្កេតឃើញថាអាដបីគឺជាមនុស្សដែលមានតម្រូវការអញ្ចឹងឯងគេក៏បានបញ្ជូនអាដបីទៅកាន់វិមានរបស់មេបិសាចបាត់ហើយមេបិជាកាវ៉ាងលោកគឺអាចកាត់សម្លាប់ខ្ញុំបានតាមចិត្តតែបើសិនបើចង់បានមនុស្សរបស់លោកវិញគួរណាតែទៅសួរមេបិសាចដោយខ្លួនឯងទៅតែវ៉ាងលិនមិនបានសម្លាប់ហេកុនទេគឺថាគឺជាអ្នកជួយសង្គ្រោះជីវិតអាដបីកាលពីមុនហើយនៅក្នុងការបញ្ជូនអាដបីទៅកាន់មេបិសាចវាគឺជាកំហុសមួយអាចប៉ះបើគ្នាបានអញ្ចឹងខ្ញុំគឺមិនសម្លាប់ឯងទេនឹងបានផ្លាស់ទីចាចេញហេកុននិយាយបញ្ជាក់មេបិសាចរយៈពេល6ខែមុនគាត់គឺសង្ងំវឹកហាត់ហើយបិទទ្វារមិនជួបជាមួយនឹងនរណាគេម្នាក់ទេព្រោះសិនបើមេបិជាកាវ៉ាងចូលទៅតែបង្ខំប្រកាសជានឹងស្លាប់ហើយនេះគឺជាទីក្រុងបិសាចនឹងឯងវ៉ាងលៀនសង្កេតឃើញថាក្បួនតែលផននីតិនេះដើម្បីអាចធ្វើដំណើរចូលនៅក្នុងវិមានបិសាចក៏ត្រូវបានបិទភ្ចិនវិធីសាស្ត្រមានតែមួយគត់ទេព្រោះសិនបើចង់ជួយអាដា3ណាខ្លះខ្ញុំក៏ត្រូវតែបំបីច្រកចេញចូលទាំង6នេះទាំងបង្ខំអ្នកកាពីនិយាយប្រាប់ថាមេបិសាចក៏ត្រូវបានបិទទ្វារវឹកហាត់អញ្ចឹងហើយច្រកចេញចូលទាំង6នេះក៏ត្រូវបានបិទភ្ចិនយាមកម្មយ៉ាងតឹងរឹងព្រោះសម្រាប់លោកជិនជើងចូលមកមួយជំហានទៀតគឺត្រូវតែសម្លាប់គ្មានមេត្តាវ៉ាងលិនអន់គ្រប់នឹងនិយាយខ្លាំងៗថាសុំគ្រប់មេបិសាចខ្ញុំវ៉ាងលិនសុំជួបប៉ុន្តែគ្មាននរណាគេម្នាក់ឆ្លើយតបទេគិតក្នុងចិត្តថាអាខ្លានិងអាដបីខ្ញុំគឺជាអ្នកនាំពួកគេមកទីក្រុងបិសាចនេះមិនចាញ់ទៀតខ្ញុំក៏បានដេកលងលក់នៅក្នុងវិមានអមតៈរយៈពេល1ឆ្នាំមិនបានតាក់ទងជាមួយនឹងពួកគេហើយមើលទៅពួកគេប្រហែលជាបាត់បង់ជីវិតបាត់ហើយគិតថាអ្នកវឹកហាត់អមតៈពួកគេតែងតែព្យាយាមគេចវេះពីគ្រោះថ្នាក់មិនប្រថុយប្រឋានជីវិតទេហើយនៅក្នុងការបំបីច្រកទ្វារចូលនៅក្នុងហើយនឹងតបតជាមួយនឹងមេបិសាចប្រៀបស្មើជាមួយនឹងការបបោប្រឆាំងជាមួយនឹងមេបិសាចដែរបើសិនបើធ្វើទៅធ្វើបែបនេះទៅគឺស្មើជាមួយនឹងគ្មានតម្លៃប៉ុន្តែគឺដោយសារតែចង់ជួយជីវិតខ្ញុំគឺមិននៅស្ងៀមឡើយប្រើប្រាស់ដើមតាវាយបំបីច្រកទ្វារខ្ញុំវ៉ាងលិនគឺដើរស្របរវាងច្បាប់ឋានសួគ៌និងផែនដីហើយគឺមិនចង់ស្របតាមនៃព្រំលិខិតដែរទោះបីជាច្បាប់មីគីឋានសួគ៌និងផែនដីខុសខើមិនក៏ដោយខ្ញុំគ្រាន់តែចង់បានជីវិតមួយនិងធ្វើអ្វីដែលគ្មានវិបដិសារីនៅក្នុងចិនអញ្ចឹងឯងគេបានប្រើដើមតាបំបីច្រកទ្វារពីមួយទៅមួយស៊ីលីកូននៅក្នុងដើមហ្នឹងគឺពិតជាសប្បាយចិត្តយល់ទៅវ៉ាងលិនសម័យនៅគិតទៅដល់អា13និងអាខ្លាផងដែរអ្នកទី2គឺសុចិត្តលះបង់ជីវិតជាពិសេសគឺអា13នឹងឯងគេពិតជាមានភាពស្មោះត្រង់ខ្លាំងណាស់ប្រៀបបានដូចជាអន្តៈធ្នាក់ចិត្តវ៉ាងលិនផងដែរបើពេញទៅដោយមនោចិត្តសេតនារវាងសិស្សហើយនិងគ្រូដូច្នេះនេះគឺជាមេបិជាការទាំង6នឹងឯងហើយក៏បានប្រាប់ថាកម្លាំងបញ្ឈប់វ៉ាងលិនមេបិសាញ់នៅពេលនេះគឺកំពុងតែបិទទ្វារវឹកហាត់វ៉ាងលិនណាតើឯងកំពុងតែធ្វើអីវ៉ាងលិននិយាយប្រាប់ហើយខ្ញុំគឺចង់ជួបមេបិសាញ់ដើម្បីទាមទាររកយុទ្ធធម៌ជូនទៅកាន់អា13មនុស្សក្រមបង្គាប់របស់ខ្ញុំអ្នកទាំង6ពិតជាជាផ្អើលខ្លាំងណាស់ចង់មកជួយមនុស្សប៉ុន្តែហ៊ានបំផ្លាញទីក្រុងបិសាច
ហើយដល់អ្វីគូពិចារទាំងអស់នេះតើឯងគិតថាមិនស្មើជាមួយនឹងមនុស្សក្របង្កប់ដូចជាស្រមោចកូនចៅរបស់ឯងនឹងមែនទេវ៉ាងលីនឯងគឺពិតជាក្លាហានពេកហើយមានវិជាការប្រមាត់សម្នាក់នេះមានឈ្មោះថាលីតៅនិយាយថាអាឡុតម្នាក់នឹងមានការរងរស់អញ្ចឹងនៅថ្ងៃនេះឯងគឺត្រូវតែស្លាប់អ្នកទាំង6ប្រប្រាស់កម្លាំងព្រមគ្នាបង្កាច់ចិញ្ចៀដុំភ្លើងនីក្រីដុតថ្មួយចូលទៅវ៉ាងលីនប្រប្រាស់ស្នៀមម្រាមដៃចូលទៅបំបីខ្ទេចក៏ដូចជាបំបីនៅស្នៀតក្តាប់ដៃរបស់មេបិសាចអស់ប្រមាណស្នៀតផងដែរវ៉ាងលីននឹងថាមេបិសាចគាត់គឺបានបង្ហាញខ្លួនហើយវ៉ាងលីនឯងគឺជាមនុស្សដែលស្ថិតនៅក្នុងកម្រិតទី6ដំណាក់កាលកំពូលបើរួនជាមួយនឹងស្នៀមម្រាមដៃដល់ទេវភាពទៀតគឺមិនអន់ឡើយហើយដើម្បីគេចផុតពីទោសបហាជីវិតគឺមិនគ្រប់គ្រាន់ទេវ៉ាងលីនឯងគឺជាមនុស្សដែលស្ថិតនៅក្នុងកម្រិតទី6ដំណាក់កាលកំពូលបើរួនជាមួយនឹងស្នៀមម្រាមដៃដល់ទេវភាពទៀតមិនអាក្រក់ទេប៉ុន្តែចង់រីផុតពីទោសបហាជីវិតគឺវាមិនគ្រប់គ្រាន់ឡើយវ៉ាងលីនរបស់យើងនិយាយតបទៅវិញមេបិសាចថាខ្ញុំក៏សង្ឃឹមថាលោកមិនអីដែរអញ្ចឹងឯងគាត់ក៏បានប្រស្នាចំហាយកណ្ដាប់ដៃលលបបិសាចសមុទ្រទាំង100ជ័យមកនិយាយថាប្រសិនបើអាចបំបែកនៅស្នាចំហាយកណ្ដាប់ដៃនេះបានទើបមានសិទ្ធិនិយាយពីស្ដីបែបនេះមកខ្ញុំបានវ៉ាងលីនប្រាប់ប្រាស់ត្រាកាពីមន្តបរងគឺតើទិនជំរុញចំហាយកណ្ដាប់ដៃលលកបិសាចសមុទ្រ100នេះកម្លាំងរបស់វាគឺលើសមុន10ដងមូលហេតុគាត់បានប្រប្រាស់កម្លាំងទៅបន្ថែមទៀតនិយាយថាវ៉ាងលីនតើឯងអាចទប់ទល់បានទៀតដែរទេអញ្ចឹងឯងបញ្ចេញស្និតពិសេសរបស់ឯងចេញមកលលោកសមុទ្រក៏បានលំពតជុំវិញវ៉ាងលីនចិនភ្លាមចំហាយនិមិត្តសញ្ញាអសូមីក៏បានខ្សែភីចេញមកវ៉ាងលីនដឹងដែរថានេះវាគឺជាចំហាយថាពលនិមិត្តសញ្ញាអសូមីគឺនៅក្នុងខ្លួនវ៉ាងលីនធ្វើអីមានអារម្មណ៍ថាញាប់ញ័រហើយនៅពេលនេះចំហាយថាពលពីនិមិត្តសញ្ញាអសូពមីវាគឺបានបញ្ចេញសកម្មភាពដោយខ្លួនឯងបង្កើតនៅស្នេហ៍វិជាដល់ទេវភាពនៅក្នុងការការពារខ្លួនដែលត្រូវបានបង្កើតចេញពីវិមានអមតាវ៉ាងលីនគិតថាខ្ញុំគឺអាចប្រើប្រាស់ស្នៀតដល់ទេវភាពនេះដើម្បីទប់ស្កាត់បំបែកជាមួយនឹងស្នៀតលើសមុទ្របិសាច100របស់មូលីហៃបានដូចជាបានឃើញវ៉ាងលីនប្រើប្រាស់កម្លាំងបូកាចិញ្ចៀដុំភ្លើងនីក្រីបានវាយបំផ្ទុះធ្វើឲ្យមូលីហៃឡើងប៉ើងបំបែកនៅស្នៀតលើសមុទ្រនេះខ្ទេចប៉ុន្តែវ៉ាងលីនគិតថានៅក្នុងការប្រើប្រាស់វិជាដល់ទេវភាពនេះគឺចំណាយថាមពលច្រើនពេកហើយខ្ញុំគឺមិនអាចប្រើប្រាស់ស្នៀតវិជានេះបានម្ដងទៀតនោះទេមូលីហៃគាត់និយាយសរសើរវ៉ាងលីនខ្ញុំពិតជាមើលស្រាឯងខ្លាំងណាស់ការហ្វឹកហាត់របស់ឯងគឺពិតជារីកចម្រើនច្រើនមែនវ៉ាងលីនរបស់យើងនិយាយសួរហើយអាចដើម្បីមនុស្សក្រមបង្កត់របស់ខ្ញុំស្ថិតនៅទីណាតែមូលីហៃមិននិយាយប្រាប់ទេបើយកឈ្នះខ្ញុំសិនទៅខ្ញុំនឹងនិយាយប្រាប់អញ្ចឹងក៏បានបញ្ចេញស្នៀតបាត់ដៃលើលោកសមុទ្របូករួមជាមួយនឹងកម្លាំងថាពលរន្ទាំង100កម្លាំងថាពលនៃលើលោកសមុទ្រគឺខ្លាំងជាងមុនទ្វេដងវ៉ាលីនបានគិតតេតិនជាមួយនឹងការវឹកហាត់របស់មូលីហៃគឺពឹងផ្អែកទៅលើជំនឿដ៏ជឿជាក់ហើយដើម្បីជាវ៉ាងលីនប្រើប្រាស់ស្នៀតដល់ទេវភាពក៏មិនអាចបំបែកនៅស្នៀតដល់លោកសមុទ្ររបស់មូលីហៃនៅពេលនេះបានដែរនៅពេលនេះវ៉ាងលីនមានតែជំរឿនមួយគត់តែប៉ុណ្ណោះគឺជាការភ្នាល់គ្នាបិទភ្នែកនិយាយថាកុំបង្ខំខ្ញុំខ្លាំងពេកបើសិនបើខ្ញុំប្រើប្រាស់ស្នៀតសម្រាប់របស់ខ្ញុំចេញមកធានាថាមូលីហៃលោកបកកជីនឹងត្រូវស្លាប់មូលហេតុមិនខ្វល់ទេវ៉ាងលីនបើសិនបើឯងសម្រាប់ខ្ញុំបានណាខ្ញុំគឺសុខចិត្តទទួលយកការចាញ់មួយនេះអ្នកទាំងអស់គ្នានៅខាងក្រៅនេះវិញនិយាយថាខ្ញុំក៏បានហ្វឹកហាត់រាប់សិបឆ្នាំទៅហើយមិនដែលឃើញនរណាគេម្នាក់អាចទប់ទល់ជាមួយនឹងស្នៀតចំហាយកណ្ដាប់ដៃមេបិសាចបានច្រើនស្នៀតអញ្ចឹងទេអញ្ចឹងឯងវ៉ាងលីនអាមនុស្សម្នាក់នេះគេគឺជាមនុស្សដែលមានសមត្ថភាពដ៏កម្រប៉ុន្តែគួរស្ដាយគេគឺហ៊ានលុកដៃហ៊ានប្រឈមមុខជាមួយនឹងមេបិសាចដែលមិនគិតពីកម្លាំងកម្រិតនៃការហ្វឹកហាត់របស់ខ្លួនមើលស្រាលកម្លាំងនិងសមត្ថភាពមេបិសាចពេកហើយបើសិនបើស្លាប់របស់ជីវិតទៅវាគឺជាកំហុសរបស់គេដែលខ្លួនឯងដែលជាអ្នកធ្វើវាមិនចេះគិតមកក្រោយតែវ៉ាងលីនរបស់យើងក៏វាដៃមួយឆ្វាច់បញ្ចេញនៅពលឺពណ៌មាសពីលើមេឃមកនេះវាគឺជាស្នៀតបាត់ដៃអមតៈមូលហេតុដែលបានឃើញចឹងពិជាភ្ជាប់អើខ្លាំងណាស់បើភ្នែកធំហើយគាត់ក៏បានផ្អាកនៅកម្លាំងឆ្មាយស្នៀតកណ្ដាប់ដៃរបស់គាត់អស់ទៅហើយស្នៀតបាត់ដៃរបស់វ៉ាងលីនក៏រសាត់បាត់ទៅអស់ផងដែរមូលហេតុនិយាយថាស្នៀតបាត់ដៃទេវភាពនេះហាមើលទៅឯងគឺមិនតាន់បានហ្វឹកហាត់វាយ៉ាងពេញលេញនៅឡើយទេវ៉ាងលីនរបស់យើងនិយាយទៅវិញហេតុអ្វីបញ្ជាលោកមិនប្រយុទ្ធបន្តទៀតមូលហេតុគិតក្នុងចិត្តដោយវិជាដល់ទេវភាពបែបនេះមនុស្សដែលស្ថិតនៅក្នុងកម្រិតទី6គឺមិនអាចប្រើប្រាស់វាបានទេប្រសិនបើប្រើប្រាស់ទៅប្រកាសជានឹងខាត់បងរបួសខ្លួនឯងយ៉ាងធ្ងន់ធ្ងរហើយទាំងអស់នេះវាគឺជាមូលហេតុហើយដែលវ៉ាងលីនមនុស្សម្នាក់នេះគឺគ្រាន់តែប្រើប្រាស់នៅចំហាយស្នៀតបាត់ដៃនៃការបំភាន់តែប៉ុណ្ណោះរយៈពេល1ឆ្នាំបានកន្លងផុតទៅទេប៉ុន្តែការហ្វឹកហាត់មនុស្សម្នាក់នេះគឺមិនអន់ជាងខ្ញុំឡើយម្យ៉ាងទៀតស្នៀតដល់ទេវភាពរបស់គេគឺមិនអាចវិនិច្ឆ័យបានដែរវ៉ាលីនសម្រាប់ខ្លួនទៅមុខនិយាយសួរមេបិសាចមូលហេតុ
តើអាដា3មនុស្សក្រៅអាវ៉ារបស់ខ្ញុំស្ថិតនៅទីណាមូលហេតុក៏និយាយសើចទាំងកាក្អាយលើបងអូនវ៉ាងកុំនិយាយពីសម្ដីធន់ធ្ងប់បែបនេះអីហើយចាប់តាំងពីពេលនេះទៅលើបងអូនវ៉ាងនិងខ្ញុំគឺជាបងប្អូនជាមួយនឹងគ្នាហើយដែលខ្ញុំបានបិទ Fever Card ហ្នឹងក៏ពិតទៅគឺចង់ចម្បាញ់រូបកាយមនុស្សម្នាក់ដើម្បីឲ្យមានភាពមាន់មួនចំណែកឯអាដា3កូនចៅរបស់លោកនេះវិញខ្ញុំគឺមិនតន់ចម្បាញ់រូបកាយរបស់គេទេដោយសារតែស្ថិតនៅលេខរៀងជួរខាងក្រោយដូច្នេះខ្ញុំគឺអាចបកគលគេទៅឲ្យលោកបងអូនវ៉ាងវិញបានក៏ប៉ុន្តែដែលបានបំផ្លាញទីក្រុងបេសាយរបស់ខ្ញុំគឺមិនអាចចាក់ចេញទៅដោយងាយបានទេ Valin និយាយសួរហើយតើមូលហេតុចង់បានអ្វីមូលហេតុគាត់ក៏បានឲ្យផ្លាកបញ្ជីមួយរយៈពេល3ខែក្រោយព្រះរាជធានីធំនៃទីក្រុងបេសាយថេនចៅនឹងប្រពៃកម្មវិធីប្រកួតប្រជែងរវាងមេបេសាយនិងមេវិសាយលោកបងអូនវ៉ាងខ្ញុំគឺសូមឲ្យលោកបងអូនវ៉ាងជួយខ្ញុំផង Valin គិតក្នុងចិត្តថាបុគ្គលម្នាក់នេះគឺមានឥទ្ធិពលនិងអំណាចខ្លាំងប៉ុន្តែអត្តចរិតរបស់គាត់គឺទៀងត្រង់អញ្ចឹង Valin ក៏យល់ព្រមជួយមូលហេតុក៏សប្បាយចិត្តខ្លាំងណាស់និយាយប្រកាសប្រាប់ថាចាប់តាំងពីពេលនេះតទៅ Valin នឹងក្លាយជាសេនាប្រមុខរងហើយប្រសិនបើខ្ញុំឈ្នះចំណាត់ថ្នាក់ទី1នៅក្នុងការប្រកួតក្បាច់គុនរយៈពេល3ខែក្រោយនៅក្នុងចំណោមមេបិសាចនោះខ្ញុំនឹងតែងតាំង Valin ធ្វើជាមេបញ្ជាការថ្មីជំនួសខ្ញុំគ្រប់គ្រងកងទ័ពនិងទីក្រុងបេសាចទាំងមូលផងដែរហើយសាច់រឿងរបស់យើងនៅភាគទី115ក៏ត្រូវបានកាត់ស្លេះតែប៉ុណ្្នឹងដែរបងប្អូនហើយយើងនឹងជួបគ្នាជាមួយនឹងភាគថ្មីជាបន្តទៀតអរគុណច្រើន